កាន់តែផ្ដល់ឲ្យកាន់តែទទួលបានកាន់តែចង់បានបាទហើយយើងកាន់តែចង់ទៀមទាអ្វីដែលគ្រប់យ៉ាងដែលយើងបងប្រាថ្នាគឺវាមិនបានដូចចិត្តរបស់យើងទេហើយការលះបង់គឺត្រូវតែត្រៀមចិត្តនៅក្នុងការបាទរួចឲ្យហើយកុំឲ្យដល់ពេលដែលយើងលះបង់មិនបានដូចចិត្តធ្វើឲ្យជីវិតយើងមិនទទួលបាននូវសេចក្តីសុខបាទថ្ងៃនេះខ្ញុំសូមនិយាយអំពីចំណុចមួយដែលនិយាយអំពីការផ្ដល់ឲ្យគឺធ្វើឲ្យជីវិតរបស់យើងមាននូវសេចក្តីសុខមាននូវសុខសន្តិភាពនៅក្នុងចិត្តអំណាចនៃការផ្ដល់ឲ្យគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាពេលដែលយើងផ្ដល់ឲ្យអ្វីមួយទៅឲ្យអ្នកណាម្នាក់ដោយចិត្តដ៏ស្មោះសរបរិសុទ្ធជីវិតរបស់យើងគឺពិតជាមានភាពបាទស្រស់ស្រាយសន្តិភាពជីវិតដ៏ស្រស់បំព្រងខ្លាំងមែនទែនប៉ុន្តែនៅពេលដែលយើងទៀមទាកាន់តែច្រើនចង់ឲ្យអ្នកនេះដូចយើងចង់ឲ្យគេអញ្ចេះចង់ឲ្យគេអញ្ចោះគឺធ្វើឲ្យជីវិតរបស់យើងមិនទទួលបាននូវសេចក្តីសុខឡើយដូច្នេះហើយការទៀមទាការចង់បានបាទគឺมันអាចធ្វើឲ្យជីវិតរបស់យើងទទួលបាននូវសេចក្តីសុខឡើយបន្ថែមពីលើនោះគឺធ្វើឲ្យជីវិតរបស់យើងជួបកាន់តែបាទការមិនសប្បាយចិត្តជួបនៅសេចក្តីទុក្ខកាន់តែច្រើនការអន្ទះអន្ទែងនៅអ្វីដែលយើងចង់ឲ្យគេដូចប៉ុន្តែគេមិនដូចចង់ឲ្យគេបែបនេះតែគេមិនដូចយើងចង់ឲ្យគេបែបនោះតែគេមិនព្រមធ្វើតាមអញ្ចឹងការទៀមទាកាន់តែច្រើនធ្វើឲ្យយើងទទួលបាននូវសេចក្តីទុក្ខកាន់តែច្រើនការលះបង់កាន់តែច្រើនពេលខ្លះអារម្មណ៍របស់យើងមិនទទួលបាននៅចិត្តដ៏ស្មោះសរបរិសុទ្ធក៏យើងទទួលបាននៅសេចក្តីទុក្ខផងដែរសម្រាប់ការលះបង់អញ្ចឹងការលះបង់គឺត្រូវតែមានការដើរប្រដុំប្រសងគ្នាជាមួយនឹងការផ្ដល់ឲ្យយើងលះបង់កាន់តែច្រើនបើកចិត្តទទួលនៅក្នុងការដែលថាអ្វីដែលអាចដែលថាមិនដូចចិត្តក៏វានឹងអាចទៅរួចអ្វីដែលថាដូចចិត្តក៏វានឹងអាចទៅរួចមានន័យថាអ្វីដែលយើងលះបង់ទៅមិនប្រកាសថាយើងលះបង់ប៉ុណ្ណឹងបានមកវិញប៉ុណ្ណឹងទេពេលខ្លះយើងលះបង់ផ្លូវនេះយើងមិនទទួលបានផ្លូវហ្នឹងក៏យើងបានផ្លូវផ្សេងតែយើងមិនចាំបាច់ថាខ្ញុំធ្វើហើយខ្ញុំត្រូវតែបានបាទអញ្ចឹងចូលលក្ខណៈថាការលះបង់បាទគឺពេលខ្លះអារម្មណ៍យើងគឺត្រូវតែទទួលបានមកវិញប៉ុន្តែពេលដែលយើងទៀមទាច្រើនពេកពេលដែលយើងចង់បានច្រើនពេកគឺធ្វើឲ្យយើងកើតទុក្ខបាទធ្វើឲ្យជីវិតរបស់យើងមិនទទួលបាននូវសេចក្តីសុខជួបនៅសេចក្តីទុក្ខកាន់តែច្រើនពេលដែលយើងផ្ដល់ឲ្យកាន់តែខ្លាំងជីវិតរបស់យើងកាន់តែមានសុភមង្គលផ្លូវចិត្តរបស់យើងកាន់តែមានភាពស្ងប់ជីវិតរបស់យើងកាន់តែមានភាពស្រស់បំព្រងផងដែរដូច្នេះហើយចំណុច3ដែលខ្ញុំលើកយកមកនេះបាទគឺជាអ្វីមួយដែលធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្ដូរនៅ3ចំណុចតែប៉ុណ្ណោះការផ្ដល់ឲ្យគឺធ្វើឲ្យជីវិតរបស់យើងមានសេចក្តីសុខការទៀមទាការលះបង់អ្វីដែលមិនបានដូចចិត្តគឺធ្វើឲ្យយើងមានសេចក្តីទុក្ខចូលធ្វើការជ្រើសរើសជាមួយនឹងការផ្ដល់ឲ្យកាន់តែច្រើនមិនថាយើងផ្ដល់ក្តីស្រឡាញ់មិនថាយើងផ្ដល់ឲ្យជាមួយនឹងការជួយបាទជាមួយនឹងការងារបន្តិចបន្តួចក៏យើងទទួលបាននៅសេចក្តីសុខនៅក្នុងផ្លូវចិត្តផងដែរដូច្នេះហើយការផ្ដល់ឲ្យគឺធ្វើឲ្យជីវិតរបស់យើងមាននៅសុខសន្តិភាពគឺធ្វើឲ្យជីវិតរបស់យើងជួបនៅសុភមង្គលកាន់តែច្រើននៅក្នុងផ្លូវចិត្តផងដែរជាពិសេសគឺធ្វើឲ្យជីវិតរបស់យើងជួបនៅភាពស្រស់បំព្រងជាមួយនឹងការផ្ដល់ឲ្យដោយចេញពីចិត្តដ៏ស្មោះសរបរិសុទ្ធដោយមិនមានការទៀមទាដោយមិនមានការសោកស្ដាយបាទឲ្យគេដូចចិត្តយើងឲ្យគេតាមយើងគ្រប់ពេលវេលានោះឡើយការផ្ដល់ឲ្យកាន់តែច្រើនជីវិតរបស់យើងកាន់តែទទួលបានកាន់តែច្រើននៅអ្វីដែលយើងបងប្រាថ្នាកាន់តែច្រើននៅអ្វីដែលយើងរំពឹងបាទដែលជាគោលដៅក្តីសម័យរបស់យើងកាន់តែច្រើនផ្ដល់ឲ្យក្តីស្រឡាញ់ទទួលបានមកវិញនៅក្តីស្រឡាញ់ផ្ដល់ឲ្យនៅការងារទទួលបាននៅការងារពេលដែលយើងផ្ដល់ឲ្យមិនតម្រូវតតែថាការទទួលត្រឡប់មកវិញផ្លូវនឹងនោះទេការផ្ដល់ឲ្យផ្លូវនេះក៏យើងទទួលបាននៅផ្លូវនោះក៏ថាបានដែរដូច្នេះហើយច្បាប់នៃការផ្ដល់ឲ្យស្មើជាមួយនឹងច្បាប់នៃការបាទស្រូបទាញផងដែរផ្ដល់ឲ្យកាន់តែច្រើនទទួលបានកាន់តែច្រើនស្រូបទាញអ្វីកាន់តែខ្លាំងទទួលបានអ្វីមកវិញក៏កាន់តែខ្លាំងដូចគ្នាដូច្នេះចូលធ្វើការជ្រើសរើសជាមួយនឹងការផ្ដល់ឲ្យកាន់តែច្រើនមិនថាក្តីស្រឡាញ់មិនថាការជួយចែករំលែកជាមួយនឹងការងារបន្តិចបន្តួចមិនថាការជួយទុក្ខធុរៈជាមួយនឹងគ្នាទៅវិញទៅមកក៏សុទ្ធតែធ្វើឲ្យជីវិតរបស់យើងជួបនៅសេចក្តីសុខបន្តិចបន្តួចផងដែរចេញអំពីការផ្ដល់ឲ្យដូចគ្នាផងដែរ
ដូច្នេះហើយអំណាចនៃការផ្ដល់ឲ្យគឺធ្វើឲ្យជីវិតរបស់យើងជួបនូវសុខសន្តិភាពពិតប្រាកដបាទហើយវីដេអូនេះគឺខ្ញុំសូមធ្វើការនិយាយអំពីបាទប្រធានបទដែលធ្វើឲ្យបងប្អូនទទួលបាននូវសេចក្តីសុខស្ងប់នោះគឺការផ្ដល់ឲ្យគឺធ្វើឲ្យជីវិតរបស់យើងជួបនូវសេចក្តីសុខស្ងប់ជួបនូវសន្តិភាពគ្រប់គ្នាគ្រប់បាទវ័យទាំងអស់នៅពេលដែលយើងផ្ដល់ឲ្យកាន់តែច្រើនបាទអញ្ចឹងគឺខ្ញុំសូមធ្វើការបញ្ចប់វីដេអូប៉ុណ្ណឹងដែលនិយាយអំពីការផ្ដល់ឲ្យការទាមទារនិងការលះបង់កាន់តែច្រើនអ្វីទទួលបានមកវិញក៏កាន់តែខ្លាំងផ្ដល់ឲ្យកាន់តែខ្លាំងធ្វើឲ្យជីវិតរបស់យើងជួបនូវសុខសន្តិភាពកាន់តែខ្លាំងហើយការទាមទារកាន់តែខ្លាំងធ្វើឲ្យជីវិតរបស់យើងជួបសេចក្តីទុក្ខក៏កាន់តែខ្លាំងបាទវីដេអូនេះខ្ញុំសូមធ្វើការបញ្ចប់ប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ